ចឹងនេះគឺជាលំហាត់ដំបូងដែលទាំងអស់គ្នាបានទេសនាអញ្ចឹងយើងបន្តចូលដល់ចំណុចខទៀតបាទចំណុចខ8/5ចែកនឹង4/5អញ្ចឹងយើងបាទសួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំដែលទាក់ទងទៅនឹងការដោះស្រាយបាទលំហាត់ឬក៏ចំណោទនៅក្នុងគណិតវិទ្យាថ្នាក់ទី6បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបន្តធ្វើការដោះស្រាយលំហាត់នៅក្នុងបាទមេរៀនទី11អំពីវិធីចែកប្រភេទបាទអញ្ចឹងនៅក្នុងមេរៀននេះទាំងអស់គ្នានឹងបានសិក្សាអំពីការដោះស្រាយលំហាត់ជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងការដែលខ្ញុំបង្ហាញនៅទីនេះគឺរំលឹកដល់អ្នកទាំងអស់គ្នាបាទទាក់ទងទៅនឹងបញ្ញត្តិឬក៏រូបមន្តបាទអញ្ចឹងដើម្បីចែកប្រភេទនិងប្រភេទបានបាទទី1គេត្រូវយកមកប្រភេទទី1បាទគុណចម្រាស់នឹងប្រភេទទី2បាទគុណចម្រាស់នឹងប្រភេទទី2អញ្ចឹងប្រភេទទី2នេះគឺគេចម្រាស់ហើយបាទអញ្ចឹងចម្រាស់ទៅបាន3គុណនឹង4បាទហើយ4នេះគឺស្មើទៅនឹង1បាទដោយសារនៅទីនេះ1អញ្ចឹងបើសិនជាក្នុងករណីនៅចំណុចនេះមាន2មាន3អញ្ចឹង4ត្រូវគុណជាមួយនឹងចំនួននោះដែរបាទអញ្ចឹងនៅចំណុចនេះគឺបាន12លើ4អញ្ចឹង12លើ4កាលណាដែលយើងសម្រួលតទៀតគឺបាទយើងបាន3បាទអញ្ចឹងនេះជាមេរៀនដំបូងបាទជាបញ្ញត្តិដំបូងដែលយើងអាចធ្វើការចងចាំបានមុននឹងយើងធ្វើការដោះស្រាយលំហាត់របស់យើងបាទឥឡូវយើងធ្វើការចូលលំហាត់របស់យើងតែម្ដងបាទហើយសូមអធិស្ឋានផងដែរដែលនៅចំណុចនេះគឺចេញនៅចម្លើយបែបនេះបាទអញ្ចឹងយើងមើលលំហាត់កនៅក្នុងចំណោទបាទសំទោសលំហាត់ទី3នេះគឺមានច្រើនបាទពីករហូតដល់តបាទអញ្ចឹងខ្ញុំធ្វើការដោះស្រាយមួយជូនអ្នកទាំងអស់គ្នាអញ្ចឹងកនេះ5/4បាទចែកនឹង3/4អញ្ចឹងយើងចែកបានលុះត្រាតែយើងចម្រាស់បាទយកប្រភេទទី1នេះគុណនឹងចម្រាស់ប្រភេទទី2បាទអញ្ចឹងយើងបានបែបនេះបាទយើងបាន5លើ4បាទធម្មតាប្រភេទទី1ចំណែកប្រភេទទី2យើងត្រូវតែចម្រាស់បាទយើងចម្រាស់ទៅយើងបាន4/3អញ្ចឹងគុណទៅបាទ5បាទ5 4ដងបាទ20បាទហើយ3 4ដងគឺបាន10បាទបាន12បាទអញ្ចឹងនេះគឺជាលំហាត់ដំបូងដែលទាំងអស់គ្នាបានទេសនាអញ្ចឹងយើងបន្តចូលដល់ចំណុចខទៀតបាទចំណុចខ8/5ចែកនឹង4/5អញ្ចឹងយើងត្រូវចម្រាស់ប្រភេទទី2នេះដូចគ្នាដែរបាទអញ្ចឹងយើងបាន8/5គុណនឹង5/4បាទគុណនឹង5/4ហើយនៅទីនេះគឺយក8គុណនឹង5បាទហើយយក4គុណនឹងយក5គុណនឹង4អញ្ចឹងយើងបានប្រភេទនៅទីនេះគឺបាទ40លើបាទអធិស្ឋានដែរបាទនៅត្រង់ចំណុចនេះគឺឃើញចម្លើយ8បាទ8/4បាទ8/4ហេតុដែលថា8/4ដោយសារអីបាទដោយសារយើងមើលនេះយើងមើល5ខាងនេះ5ខាងនេះ1ហើយនឹង5ខាងនេះ1ទៀតអញ្ចឹង5នេះគឺដូចគ្នាអញ្ចឹងយើងចែកទៅបានន័យថាខាងនេះ1បាទគឺហើយខាងនេះគឺ1ដែរចែកគ្នាបានន័យថា5ចែកនឹង5បាន1បាទអញ្ចឹង8គុណនឹង1គឺបាន8 4គុណនឹង1គឺបាន4បាទអញ្ចឹងយើងអាចធ្វើការសម្រួលបន្តទៀតអញ្ចឹងយើងបានចម្លើយនៅទីនេះ2បាទអញ្ចឹង8ចែកនឹង2បានសំទុក8ចែកនឹង4បាន2បន្តទៅទៀតបាទបន្តទៅទៀតគឺចំណុចក7/8ចែកនឹង1/16អញ្ចឹងយើងត្រូវតែចម្រាស់ដូចគ្នាដែរបាទ
ចឹងយើងចម្រាស់មកគឺបាន7ភាគ8ដដែលគុណនឹង16បាទ16 7គុណនឹង16ហើយ8គុណនឹង1អញ្ចឹងយើងបាននៅចំណុចនេះបាទគឺយើងបាន112លើ8អញ្ចឹងយើងអាចសម្រួលតទៀតបាទគឺយើងសម្រួលដោយបានចែកទៅបាន14បាទអញ្ចឹងក្នុងករណីដែលយើងសម្រួលបានគឺយើងសម្រួលបាទប៉ុន្តែបើសិនជាករណីដែលយើងសម្រួលមិនបានទេគឺយើងមិនចាំបាច់សម្រួលទេបាទពីព្រោះប្រភេទខ្លះគឺយើងអត់ចាំបាច់សម្រួលទេហើយបន្តទៅទៀតបាទគឺយើងចូលដល់ចំណុចខូបាទគឺនៅចំណុចនេះបាទអញ្ចឹង9ភាគ20ចែកនឹង4ភាគ30បាទ4ភាគ30អញ្ចឹងយើងធ្វើការចម្រាស់ដូចគ្នាដែរគឺយើងចម្រាស់បាទដល់ពេលចំណុចនេះបាទទាំងអស់គ្នាអាចមើលបាន9បាទនឹង4ហើយយើងមើល20ហើយនឹង30អញ្ចឹង20និង30យើងអាចសម្រួលជាមួយនឹង10កាលណាសម្រួលទាំង10ទៅនៅចំណុចនេះគឺបាន3ចំណែកឯនៅចំណុចនេះគឺបាន2បាទអញ្ចឹងបានន័យថាយើងសម្រួលនឹង10អញ្ចឹងយើងបានប្រភាគបាទគឺ9គុណនឹង3បាទឃើញទេបាទដោយសារទាំងអស់គ្នាថាមិនបានបាត់30ទៅណាបាទអញ្ចឹងដោយសារ30និង20យើងសម្រួលជាមួយនឹង10អញ្ចឹងសល់3ចំណែកឯ20នេះយើងសម្រួលជាមួយនឹង10ដែរគឺបាន2បាទអញ្ចឹងបាន9គុណនឹង3ហើយ2គុណនឹង4អញ្ចឹងយើងបាន27ភាគ8បាទ27ភាគ8បន្តទៀតបាទបន្តទៀតគឺយើងចូលដល់ចំណុចងបាទចំណុចង3ភាគ25ចែកនឹង7ភាគ8អញ្ចឹងយើងត្រូវចម្រាស់ប្រភេទទី2ដូចគ្នាដែរអញ្ចឹងយើងបាន3ភាគ25គុណនឹង8ភាគ7បាទអញ្ចឹងយើងគុណទៅបាទគឺយក3គុណនឹង8បាទ3គុណនឹង8ចំណែក25គឺគុណនឹងបាទ7អញ្ចឹងយើងបាននៅចំណុចនេះគឺបាន24លើ175បាទអញ្ចឹងបន្តទៀតបាទអញ្ចឹងខ្ញុំសុំលឿនបន្តិចបាទដោយសារលំហាត់យើងគឺច្រើនបាទពីករហូតដល់តបាទអញ្ចឹង4ភាគ11បាទ4ភាគ11ចែកឲ្យ3ភាគ42អញ្ចឹងយើងចែកដូចគ្នាមកហើយយើងក៏មិនភ្លេចអំពីការចម្រាស់ប្រភេទរបស់យើងដែរបាទអញ្ចឹងយើងបាន4គុណនឹង42ចំណែក11គុណនឹង3បាទអញ្ចឹងយើងបានចម្លើយគឺស្មើទៅនឹង168លើ33ហើយបន្តទៀតគឺយើងចូលដល់ចំណុចឆបាទគឺ9ភាគ51ចែកនឹង7ភាគ13បាទអញ្ចឹងយើងចម្រាស់ប្រភេទដូចគ្នាដែរបាទ9ភាគ51គុណនឹង13ភាគ7បាទអញ្ចឹងយើងគុណគ្នាទៅ9គុណនឹង13 51គុណនឹង7អញ្ចឹងយើងបានចំណុចនេះចម្លើយរបស់យើងគឺ117លើ357បាទបន្តទៅទៀតគឺយើងចូលដល់ចំណុចចូលបាទ43លើ45ចែកនឹង27លើ78អញ្ចឹងយើងចែកមកបាទយើងកុំមិនភ្លេចអំពីការចម្រាស់ប្រភេទរបស់យើងដែរបាទអញ្ចឹងយើងបាន43លើ45គុណនឹង78លើ27អញ្ចឹងយើងបានចម្លើយនៅទីនេះ3354លើ1215បាទអញ្ចឹងសង្ឃឹមថាពីចំណុចករហូតដល់ចំណុចចូលទាំងអស់គ្នាអាចយល់បានខ្លះហើយបាទហើយក៏សង្ឃឹមថានឹងអាចធ្វើការដោះស្រាយបានដោយខ្លួនឯងផងដែរបាទអញ្ចឹងយើងបន្តទៅទៀតគឺចំណុចឈោបាទគឺ55លើ47ចែកទៅនឹង65លើ77អញ្ចឹងយើងបានប្រភេទនៅទីនេះបាទគុណនឹងគ្នា
គឺបាទ55បាទគឺ55គុណនឹង77ហើយ47គុណនឹង65អញ្ចឹងយើងបានចម្លើយនៅទីនេះគឺ4235លើ3055បាទហើយបន្តទៀតបាទយើងចូលដល់ចំណុចញោបាទយើងក៏ជិតដល់កន្លែងត្រូវបញ្ចប់ដែរបាទប៉ុន្តែនៅសល់លំហាត់ច្រើនបន្តិចបាទអញ្ចឹង13លើ15ចែកនឹង24លើ55អញ្ចឹងយើងធ្វើដូចគ្នាដែរគឺ13ភាគ15គុណនឹង55លើ24អញ្ចឹងយើងបានចម្លើយនៅទីនេះគឺស្មើទៅនឹង715លើ360បន្តទៅទៀតបាទបន្តទៅទៀតគឺយើងចូលដល់ចំណុចដគឺ72លើ88ចែកនឹង15លើ23ចឹងយើងបន្តធ្វើទៀតគឺចម្រាស់បាទ72លើ88គុណនឹងចម្រាស់បាទគឺ23លើ15ចឹងយើងបាននៅទីនេះគឺបាន1656លើ1320បាទហើយបន្តទៀតបាទបន្តទៀតគឺ70លើ27ចែកនឹង56លើ92យើងគុណដូចគ្នាបាទយើងចម្រាស់បាទ70លើ27គុណឲ្យ92លើ56ចឹងយើងបានចម្លើយនៅទីនេះគឺ6440លើ1512បាទបើអញ្ចឹងនេះជាចម្លើយរបស់យើងហើយបន្តទៅទៀតបាទបន្តទៅទៀតគឺ63បាទ63លើ27ហើយ34លើ123បាទយើងដោះស្រាយតទៀតមកបាទអញ្ចឹងយើងបាន63លើ27គុណនឹង123លើ39អញ្ចឹងចម្លើយរបស់យើងនៅទីនេះគឺស្មើទៅនឹងបាទ7749លើ1053បាទបន្តទៅទៀតបាទបន្តទៅទៀតគឺ80លើ87ចែកនឹង69លើ45អញ្ចឹងយើងធ្វើដូចគ្នាដែរបាទអញ្ចឹងយើងបាន80លើ87គុណនឹង45លើ69បាទអញ្ចឹងប្រភេទដែលយើងរកឃើញចម្លើយគឺស្មើទៅនឹង3600លើ6003បាទហើយលំហាត់លេខ2ចុងក្រោយបាទលំហាត់សំតោនៅសល់2ទៀតបាទអញ្ចឹងលំហាត់ចំណុចណបាទ78លើ43ចែកនឹង64លើ162អញ្ចឹងយើងគុណចម្រាស់ដូចគ្នាដែរ78លើ143គុណចម្រាស់នឹង162លើ64អញ្ចឹងចម្លើយរបស់យើងនៅទីនេះគឺ12636លើ9152បាទអញ្ចឹងយើងចូលដល់ចំណុចចុងក្រោយបាទចំណុចតគឺ97លើ232ចែកនឹង45លើ39អញ្ចឹងយើងចម្រាស់នៅក្នុងប្រភេទទី2បាទអញ្ចឹង92លើ230បាទ232គុណនឹង39លើ45អញ្ចឹងចម្លើយរបស់យើងគឺស្មើទៅនឹង3783លើ10440បាទអញ្ចឹងនេះជាការបកស្រាយរបស់ខ្ញុំអំពីលំហាត់លេខ3បាទដោយសារខ្ញុំអត់បានដាក់ចំណុចនេះបាទអញ្ចឹងនេះគឺជាការបកស្រាយរបស់ខ្ញុំបាទហើយសង្ឃឹមថាទាំងអស់គ្នានឹងអាចតាមទាន់ហើយបើសិនបើមានចំណុចខ្វះខាតឬក៏លើសលួសបាទចំណុចណាមួយសូមខន្តីអធិស្ឋានបាទអញ្ចឹងចុងក្រោយបាទសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នករាល់គ្នាពីដើមរហូតដល់ចប់បាទអញ្ចឹងចុងក្រោយសូមអរគុណសូមជម្រាបលា